ត្រេនច្រើនមែនតានេះហើយត្រេនហ្នឹងទុំនៅត្រេននេះបច្ចេកបងត្រេននេះមានមួយយប់មាន2យប់ត្រេននេះគឺត្រេនចាស់ទាំងអស់ហ្នឹងហើយបងត្រេននេះត្រេនចាស់តែវាមានមួយយប់និង2យប់អញ្ចឹងសម្រាប់បងចង់ទិញយកទៅផ្ញើមកប៉ាលោកតាលោកយាយតាមស្រុកតាមខេត្តអាចកំងបងបានដាក់តាមវិទ្យាវនឋានតែមួយយប់2យប់គឺដល់ហ្នឹងទុំបានញ៉ាំតែម្ដងបងទៅសារត្រេននេះចាស់ល្អអញ្ចឹងរយៈពេលវាតែ2យប់អីទុំបានញ៉ាំអីបង2យប់ហ្នឹងអាទុំ2យប់បាទអូខេចាហើយអាហ្នឹងដល់ពេលដែលយើងត្រេនចាស់អញ្ចឹងវាលក់ខុសគេថាយើងលក់ខុសពីត្រេនទុំបាទអូខេត្រេនចាស់បងលក់ជូនក្នុង1គីឡូ10គីឡូ140,000រៀលបងគឺតម្លៃពិសេសមែនតើតម្រងតម្លៃធូរ10គីឡូ140,000រៀល10គីឡូ140,000រៀលគឺតម្លៃធូរសមអាហ្នឹងបើសិនជា10គីឡូបើសិនជាយើងថ្លឹងមកបានប្រហែលជាប្រហែលផ្លែអាហ្នឹង10គីឡូអាចបាក់ខ្ទង់4ផ្លែទៅ5ផ្លែដែរបងតាមផ្លែទៅផ្លែធំចាឥឡូវសាក់ថ្លឹងតិចមើលឥឡូវមើលមួយណាបាន10គីឡូ140,000ហើយយើងអាចទុកត្រឹមតែរយៈពេល2ទៅ3ថ្ងៃអញ្ចឹងហ៎បាទបង2ទៅ3ថ្ងៃគឺយើងអាចនេះបានអត់ហើយញ៉ាំបានហើយគីឡូអស់គ្នាអីរយបានខ្ញុំរៀបនេះសិតតែ1កំងទាំងអស់គ្នាបងចាឥឡូវនេះអូគាត់ចាប់ដើមរើសហើយណានិយាយទៅ10គីឡូ140,000រៀលចា10គីឡូ140,000រៀលឥឡូវសុំទៅនេះតិចសិនចាចង់ឲ្យគាត់ថ្លឹងមើលសិនណាចាគាត់ថ្លឹងមើលសិនថា14គីឡូ10គីឡូហ្នឹងបានប្រហែលផ្លែហើយយើងអាចទិញជូនបងប្អូនមិត្តភក្តិបានណាឥឡូវអានេះអាចចង់ដឹងថាធំប្រហែលផ្លែនៅពេលដែលយើងរើសអាទូចហ្នឹងបានប្រហែលផ្លែដែរឥឡូវនេះវា10គីឡូលើតិចតួច11គីឡូអូខេអូដល់គេយកឯង10គីឡូតិចតួចអញ្ចឹងលើតិចហ្នឹងបាទអូបានច្រើនណាបាន4ផ្លែបងអូយបាន4ផ្លែផ្លែហ្នឹងសឹកកម៉ាប់ងាប់ហើយបានច្រើនផ្លែតើអូយនេះឲ្យទិញអូបើថាមានហានីអីទិញឲ្យតែម្នាក់មួយសប្បាយចិត្តចងាប់ឃើញអត់សម្រាប់អ្នកចង់ទិញជូនលោកប៉ាលោកយាយអីអាចមកទិញបានបងគឺតម្លៃពិសេសមែនទែន10គីឡូ140,000គឺតម្លៃធូរថ្លៃសមរម្យមែនទែនបងទិញជូនមនុស្សជាទីស្រឡាញ់ហើយអ្វីដែលសំខាន់បងធានាជូនដោយសារតែបងអ្នកម៉ៅចំការគេផ្ទាល់បងកាត់ផ្ទាល់ដៃហើយកន្លែងបងក៏មានដកបោះដុំជាតោនដែរសម្រាប់បងយកដល់តោនតម្លៃរឹតតែពិសេសបងអូអែមហ្មងនិយាយទៅទិញកាន់តែច្រើនតម្លៃកាន់តែពិសេសអូខេទិញកាន់តែច្រើនតម្លៃកាន់តែពិសេសបងអញ្ចឹងសម្រាប់បងចង់ទិញយកទៅលក់បន្តចង់លើកយកទៅលក់50គីឡូក៏ដោយ100គីឡូក៏ដោយ200គីឡូក៏ដោយ1តោនក៏មានបងលក់មានលក់ជូនគ្រប់ຂະຫນាតទាំងអស់បងចាឥឡូវសុំត្រេនរបៀបថាលក្ខណៈរៀងទូចវិញប្រហែល10គីឡូវិញឥឡូវចង់ដឹងថាបានប្រហែលផ្លែវិញណាឥឡូវចាំមើលទាំងអស់គ្នាណាចាំមើលទាំងអស់គ្នាថាបានប្រហែលផ្លែអញ្ចឹងយើងអាចទិញបានលក្ខណៈថាទូចមើមអីមិត្តភ័ក្តិរបស់យើងចាបងប្អូនរបស់យើងអីហ្នឹងនេះបាននេះគាត់រើសមកល្មមឲ្យប៉ុន្តែធានាថាសាច់របស់គាត់ហ្នឹងលក្ខណៈថាវាម៉ាប់ដូចគ្នាប៉ុន្តែគាត់ថាវាមិនម៉ាប់ដូចអាធំត្មងណាចាឥឡូវបានប៉ុន្មានហើយអូ10គីឡូនោះទៅបានប្រហែល2 4 6ផ្លែនេះបាន6ផ្លែបង10គីឡូហើយផ្លែមិនតូចទេណាអូអ្នកផ្លែអូខេហើយនឹងមូលដែរតើនេះបងប្អូនអូយបានច្រើនទេតានេះអូអស់តែ140,000ទេហើយតាមមួយយប់2យប់គឺយើងអាចបកញ៉ាំបានហើយនិយាយចាំទៅ3យប់បានញ៉ាំហើយយប់ទី2អាចនឹងរៀងរឹងក្រៅទុនក្នុងយប់ទី3ទុនល្មមហើយបងអូអ្នកគាត់ចូលចិត្តរឹងក្រៅបើអ្នកចិត្តរៀងទុនខ្លាំងអាចឡើង4យប់អីទៅហ្នឹងហើយតាមអ្វីដែលយើងចំណូលដែលគាត់ចង់ហូបហិតទៅគឺទុំចឹងទៅយើងបកបានបាទចាអូយលយពិសេសខ្លាំងមែនតែម្ដងប៉ុន្តែគាត់ថាឥឡូវនេះបច្ចៈគឺអត់ទាន់មានតរ៉េនទុំច្រើនទេមានតរ៉េនទុំច្រើនទេបច្ចៈបងលក់នេះគឺលក់តរ៉េនកាត់ពីចំការមកថ្មីបងណាតរ៉េនកាត់បានមួយយប់កាត់ពីចំការថ្មីក្នុងតម្លៃនឹងបានតែបើតរ៉េនបងឡើង2យប់ហើយអានឹងតម្លៃផ្សេងបងសុំបច្ចៈឡើងឲ្យច្បាស់ណាកុំយល់ច្រឡំបើតរ៉េនទុំក៏តម្លៃផ្សេងតម្លៃតរ៉េនយប់2យប់តម្លៃផ្សេងតរ៉េនមួយយប់តម្លៃផ្សេងគ្នាបងតែតរ៉េនបងបង្ហាញ10គីឡូ140,000ហ្នឹងតរ៉េនកាត់បានមួយយប់បច្ចៈកន្លែងហ្នឹងបងចាបច្ចៈកន្លែងហ្នឹងបន្តិចណាអញ្ចឹងកុំថាអូពេលឃើញនេះប៉ុណ្ណេះឥឡូវបើសិនចាប់បានកន្លែងប៉ុណ្ណឹងមកនឹងមកចាហ្នឹងហើយឥឡូវបានច្រើនមែនតើអញ្ចឹងសម្រាប់បងប្អូនចង់បានតរ៉េនសុទ្ធនិយាយទៅកូនខ្មែរ100%តែម្ដងធានាជូនបងដោយសារតែបងអ្នកកាត់ផ្ទាល់ដៃតែម្ដងហើយបងជាអ្នកម៉ៅចំការគេផ្ទាល់តែម្ដងបងអញ្ចឹងធានា100%គឺខ្មែរ100%បើបងចង់តរ៉េនដល់ចំការក៏បានដែរអត់អីទេចាំដាក់ទៅខ្ញុំបានចាំដាក់មកទ្រីបហ្មងនាំទៅមកធីមហ្មងតែនៅចំការក៏មានចការខ្លះក៏មានទុំដើមខ្លះក៏អត់មានទុំដើមដោយសារយើងកាត់ស្រោតកុំឲ្យវាទុំជ្រុះកាលណាដែលទុំជ្រុះវាអត់សូវឆ្ងាញ់ដូចយើងទុំកាត់បតុំឯងបងចានេះគេហៅបတ်ពិសោធន៍អ្នកលក់អញ្ចឹងណាចង់បានតរ៉េនបែបណាអីបែបណាអាចតាក់ទងមកគាត់បានចាអាចកំងបាន